ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់អះអាងថាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកនៅលើដែនអាកាសរបស់ខ្លួនកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយរួមជាមួយនឹងរូបភាពដោយអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានវាយប្រហារយន្តហោះចម្បាំងបំបាំងកាយ F-35A Lightning II របស់សហរដ្ឋអាមេរិកដោយជោគជ័យនៅលើដែនអាកាសរបស់អ៊ីរ៉ង់ការអះអាងនេះបានលើកឡើងបន្ទាប់ពី CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ដោយដកស្រង់តាមការបញ្ជាក់ពីប្រធានក្រុម Tim Hawkins អ្នកនាំពាក្យនៃបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកថាយន្តហោះចម្បាំង F-35 ដែលកំពុងបំពេញបេសកកម្មវាយប្រហារតាមអាកាសនៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានវាយប្រហារដោយអ្វីដែលគេជឿថាជាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់យន្តហោះនេះត្រូវបានគេរាយការណ៍ថាខូចខាតនិងត្រូវបង្ខំឲ្យចុះចតជាបន្ទាន់នៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅមជ្ឈិមបូព៌ាព័ត៌មាននេះនៅមិនទាន់មានការផ្ទៀងផ្ទាត់ឯករាជ្យណាមួយនៅលើការអះអាងរបស់អ៊ីរ៉ង់ថាយន្តហោះនេះត្រូវបានបាញ់ទម្លាក់នោះទេវិសាលភាពនៃការខូចខាតនិងកលៈទេសៈពិតប្រាកដនៅតែស្ថិតនៅក្រោមការស៊ើបអង្កេត